តែពុកម៉ែបងប្អូនអរគ្នាឥឡូវហ្នឹងណាខ្ញុំកំពុងតែស្ថិតនៅលើឆ្នេរដែលវែងជាងគេហើយស្អាតជាងគេចង់ដឹងអត់ថាឆ្នេរនេះនៅណាដែរតោះទៅតាមដានទស្សនាវីដេអូទាំងអស់គ្នាបងប្អូនអរគ្នាកំពុងផែទៅចរក្រុងប្រសេនុឥឡូវគឺមានការរីកចម្រើនច្រើនមែនទែនគួរឲ្យចាប់អារម្មណ៍ហើយបើសិនជាបងប្អូនអរគ្នាមកដល់អត់ទាន់ជិះទូកទេក៏មានកន្លែងអង្គុយរងចាំដែលមានផាសុកភាពទៀតផងនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីអង្គរវត្តគឺកោះរ៉ុងនឹងឯងដែលត្រូវបានភ្ញៀវបរទេសណែនាំតគ្នាដើម្បីធ្វើដំណើរមកទស្សនានិងកម្សាន្តនៅកោះរ៉ុងហ្នឹងព្រោះយើងដឹងហើយថាឆ្នេរសាច់របស់យើងគឺស្អាតខ្លាំងមែនតើមុននឹងយើងធ្វើដំណើរឡើងទៅកោះរ៉ុងបានណាគឺយើងត្រូវធ្វើដំណើរតាមរយៈទូកល្បឿនលឿនដែលចេញដំណើរពីកំពង់ផែទេសចរនៅក្រុងព្រះសីហនុហើយធ្វើដំណើរទៅកំពង់ផែនៅកោះតូចយេយើងមកដល់កោះរ៉ុងហើយគ្នាអ្នកកោះរ៉ុងរស់រាយទោះបីជាអត់យកសម្រាប់ចាំគាត់ណាក៏គាត់មកប្រាប់ណែនាំថាអីដែរអូឡានដែរតែកោះបាទហ្នឹងគឺយើងមកអង្គុយនៅកន្លែងនេះចង់ព្រោះកន្លែងនេះត្រជាក់ដើម្បីយើងរងចាំកន្លែងជួលម៉ូតូគេមករកយើងព្រោះអត់ដឹងនៅណាទេប្រាប់ថានៅណាក៏អត់ស្គាល់ដែរព្រោះនៅនេះអត់នេះស្គាល់គ្រប់ទិសនឹងប្រាប់ថាឥឡូវសួរថាទិសខាងណាក៏អត់ដឹងថាទិសខាងណាខាងណីដែរអញ្ចឹងយើងនៅចាំនេះសិនដើម្បីគេប្រាប់ថាទីតាំងនៅណាយើងទៅយកម៉ូតូហើយយើងជួលម៉ូតូដើម្បីជិះពីទីតាំងកោះតូចកំពង់ផែកោះតូចនេះធ្វើដំណើរទៅភូមិព្រែកស្វាយអ្នកគ្នានេះម៉ូតូយើងបានមកដល់ហើយតើយើងជិះម៉ូតូ Explore កោះរ៉ុងយេឥឡូវយើងចាប់ផ្ដើមចេញហើយអ្វីដែល surprise ខ្ញុំខ្លាំងមែនតើណាបងប្អូនលើកនេះគឺថាកោះរ៉ុងមានការតភ្ជាប់ពីឆ្នេរមួយទៅឆ្នេរមួយដែលយើងអាចធ្វើដំណើរបានតាមរយៈការជិះម៉ូតូពីមុនណាបើយើងចង់ចេញពីឆ្នេរមួយទៅឆ្នេរមួយទៀតគឺយើងត្រូវជិះទូកហើយនៅចាំទូកផងចំណាយពេលជិះទូកផងអ្នកខ្លះពលលោកផងគឺថាហ្មងបានទៅដល់គឺអស់អារម្មណ៍លេងទេតែឥឡូវអត់ទេជួលតែម៉ូតូមួយគឺច្រឡត់បានគ្រប់ទីតាំងនៅលើកោះរ៉ុងទៅនងមែនទេខាងអង្សាទេវ៉ាវភូមិព្រែកស្វាយនេះគឺជាបណ្ដុំផ្ទះសហគមន៍មួយចំនួនណាដែលនៅតាមដៃសមុទ្រដែលហូរចូលមកសមុទ្រនេះហ្នឹងនិយាយទៅនៅលើកោះទេប៉ុន្តែកន្លែងនេះគឺគេមានព្រែកនៃសមុទ្រនឹងមួយហើយស្អាតមែនទែនបងប្អូនអរគ្នានៅខាងក្រោយខ្ញុំនេះគឺជាកោះសង្សារជាកោះល្បីនៅក្នុងស្រុកខ្មែរយើងដែរហើយស្អាតណាស់ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់មើលឃើញកោះសង្សារប៉ុន្តែចង់ចំណាយលុយច្រើនអ្នកទាំងអស់គ្នាក៏អាចមកផាំវិកនេះបានដែរតែនេះគឺជាលក្ខណៈផ្ទះថ្នាក់បែបបឹងគីឡូហើយសម្បូរគ្នាជនជាតិបរទេសមែនតើអញ្ចឹងបើសិនជាចង់ដើរលេងបែបតែបើចិត្តតែចង់ឃើញកោះសង្សារអាចមកនេះបានហ្មងយើងបានមកដល់ឆ្នេរឡងប៊ីចហើយនេះគឺជាឆ្នេរដែលមានសាច់ស្អាតមែនទែនអ្នកគ្នាមកសាច់ទេបងមកខាងហ្មងនេះតែអ្នកគ្នាឡងប៊ីចនេះគឺជាឆ្នេរដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជាយើងណានិយាយទៅប្រវែងវែងខ្លាំងមែនទែនមកជួរនឹងទៅឲ្យឆ្នេរសាច់ឡើងសបបោះបើមកពីលោវិញគឺខៀវសម្រាប់ស្អាតខ្លាំងណាស់បើខ្ញុំអ្នកគ្នាមកលេងនៅលើកោះរ៉ុងហើយមកលេងនៅឆ្នេរឡងប៊ីចនេះបាន